បាទសូមជម្រាបសួរបងប្អូនថ្ងៃនេះមានចម្លាក់មានខ្សែកបាទមានស្នែងបាទចឹងចែកម្លែកបងប្អូនមើលលេងពីស្នែងបក់ធ្លុះហើយនឹងคลิกបក់ធ្លុះបងប្អូនណាបាទនេះคลิกបក់ធ្លុះតែខ្ញុំកាត់គល់នៅកន្លែងបក់ធ្លុះជីវឲ្យភ្ញៀវបាត់ហើយបាទព្រោះស្នែងខ្ញុំធ្លាប់ផុសបានច្រើនដងហើយកន្លែងនេះកន្លែងបក់ធ្លុះបងប្អូនបាទហើយកន្លែងបក់ធ្លុះកាត់ឲ្យគេហើយគល់ក៏ខ្ញុំយកទៅធ្វើកម្មអញ្ចឹងនៅម្ដុំនេះហើយនេះគឺជាប្រភេទស្នែងបក់ធ្លុះថ្មីដែលខ្ញុំទិញតែបានតែមិនជាថ្មីទេគាត់ថាខ្ញុំថតវីដេអូម្ដងទៀតណាព្រោះឲ្យខ្ញុំថតបង្ហាញស្នែងនឹងមុនប្រហែលដងហើយប្រភេទស្នែងបក់ធ្លុះនេះទម្ងន់3គីឡូកន្លះបងប្អូនជាប្រភេទស្នែងមេវងទម្ងន់ធ្ងន់បាទនេះគឺជាប្រភេទស្នែងបក់ធ្លុះនេះគឺចាស់ពីដើមគឺគាត់ខ្លាំងខាងការពារនៅមុនខ្មៅការពារនៅពពួកអមនុស្សស្នែងបក់ធ្លុះគឺយើងប្រើខាងស្នែមេត្តាមហានិតឲ្យគេស្រឡាញ់គេអាណិតគេចូលចិត្តហើយនឹងការពារនៅអំពើអំព័ន្ធមុនខ្មៅបងប្អូនបាទអញ្ចឹងស្នែងបក់ធ្លុះហ្នឹងគឺខ្លាំងខាងការពារអំពើអំព័ន្ធមុនខ្មៅបច្ចៈប្រភេទក្លឹម7ប្រភេទបញ្ញាគឺมันអាចប្រៀបជាមួយនឹងស្នែងបក់ធ្លុះបានទេមិនបានថាខ្ញុំមិនអាចប្រៀបបានបងប្អូនដែលលឺចាស់ពីដើមដែលធ្លាប់និយាយយកបញ្ញាក្អែកទៅដុសថ្នាំយកក្លឹម7ទៅដុសមួយទឹកអង្គដើម្បីប្រសាអំពើទេដែលមានទេអត់មានទេមានតែប្រភេទស្នែងបក់ធ្លុះគេយកចុងឬតែកន្លែងឲ្យតែសាច់ស្នែងបក់ធ្លុះគេយកទៅដុសដើម្បីសូត្រគាថាជាមួយនឹងស្នែងហ្នឹងដើម្បីប្រសាអំពើបាទបដិញអំពើអាហ្នឹងធ្លាប់លឺបាទអញ្ចឹងបែងចែកឲ្យដាច់បាទបែងចែកដាច់បងប្អូនមិនថាឲ្យតែព្រះសាងឡើងពាក់បកែដូចគ្នាអត់ទេបាទបើសិនជាសាងជាព្រះហើយពាក់បកែដូចគ្នាអញ្ចឹងខ្ញុំមិនទៅរកស្នែងបក់ធ្លុះនេះបាក់រមហាសែនប្របាក់ហើយថ្លៃទៀតមកគូនេះជិត 2000 បងប្អូនមកគូនេះជិត 2000អ្នកលេងស្នែងដឹងហើយបាទបក់ធ្លុះសងខាងបក់ធ្លុះដល់អាលានេះហើយបក់ធ្លុះនេះគឺពិត 100% អត់សង្ស័យដោយសារយើងឃើញខាងក្នុងឡើងប៉ោងបងប្អូនណាបាទប៉ោងស្នែងនេះក៏ធ្លុះដែរតែប៉ោងទូចប៉ោងប៉ុណ្ណេះនេះប៉ោងប៉ុណ្ណេះនេះបាទគាត់ថាស្នែងនេះបក់ធ្លុះយូរស្នែងនេះក៏បក់ធ្លុះយូរដែរតែបក់ធ្លុះតែមួយកន្លែងទេបាទស្នែងខ្ញុំធ្លាប់បង្ហាញបងប្អូនមើលម្ដងពីរដងហើយស្នែងហ្នឹងបាទហើយនេះស្នែងខ្មៅនេះគឺជាប្រភេទស្នែងខ្មៅបក់ធ្លុះបាទនេះធ្លុះពី3កន្លែងធ្លុះដល់លាទៀតបាទស្នែងដល់អត់ចេញទេបាទស្នែងនេះក៏ជាប្រភេទស្នែងបក់ធ្លុះដែរបងប្អូននេះបក់ធ្លុះឡើងខូងឡើយនេះហ្នឹងហើយអញ្ចឹងចំពោះបងប្អូនដែលចង់បានជាតួអង្គព្រះដែលខ្ញុំសាងហើយមានដូចជាបាទដូចបងប្អូនឃើញអញ្ចឹងបាទនេះគេហៅថាព្រះរាជគ្រូព្រះរាជគ្រូលោកមិនមែនជាអីសីហើយក៏មិនមែនជាអ្នកសច្ចាំងដែរគឺមនុស្សធម្មតាតែគាត់គឺជាព្រះរាជគ្រូដែលបើយើងនិយាយភាសាសាមញ្ញគេថាជាតាអាចារ្យតែគាត់ចេះអាគមចេះគាថាហើយក៏គាត់ជាអ្នកផ្ដួចផ្ដើមកសាងនៅអង្គរដែរកសាងនៅអង្គរវត្តបងប្អូនបាទនឹងគេហៅព្រះរាជគ្រូបាទព្រះរាជគ្រូនេះព្រះមុនីឥសីព្រះរាជគ្រូបាទឥសីព្រះរាជគ្រូបាទសម្ដេចព្រះគ្រូឥសីសម្ដេចព្រះគ្រូបងប្អូនឥសីសម្ដេចព្រះគ្រូបាទឯនេះឥសីកម្ពុហើយនេះលោកតារាជគឺជាអាទិទេពនៅសម័យអង្គរបាទបងប្អូនគោរពស្រឡាញ់សាងពីស្នែងឃ្លៀកបក់ធ្លុះនេះសាងពីស្នែងឃ្លៀកបក់ធ្លុះបាទហើយនេះក៏សាងពីស្នែងឃ្លៀកបក់ធ្លុះដែរព្រះកវាមតិបាទព្រះកវាមតិឬក៏ព្រះខ្វាមដៃ8នេះគឺបិទរារាំងនៅគ្រោះនៅក្រត់រំសេវហើយនៅការពារនៅអំពើអំព័ន្ធមុនខ្មៅបន្សាបនៅវិជាមុនខ្មៅបាទហើយពីរអង្គនេះព្រះភក្កណេសហើយនឹងព្រះប្រក់នេះប្រកេះ7មាន3សាវកពីក្រោមបាទមាន3សាវកពីក្រោមមានព្រះកំចាយព្រះកវាមតិព្រះសីវលីបាទអង្គនេះគឺយើងប្រើខាងការពារផងប្រើខាងស្នែផងបាទហើយនេះព្រះកវាមតិមហានិយមដៃ8នេះគឺប្រើខាងការពារមុនខ្មៅហើយនឹងប្រើខាងមេត្តាស្នែបេតាមហានិយមបាទស្នែមេត្តាមហានិយមព្រោះស្នែកបីខ្មៅបក់ធ្លុះគឺយើងប្រើខាងស្នែមហានិយមប្រើខាងការពារនៅមុនខ្មៅបាទបើសិនជាយើងមានមួយដុំឬក៏មួយកង់ដាក់ក្នុងផ្ទះឆ្លាក់ជាពុទ្ធរូបគឺល្អបងប្អូនល្អគឺយើងដើម្បីតម្កល់ទុកទៅដើម្បីការពារនៅពពួកអមនុស្សអំពើអំព័ន្ធមុនខ្មៅមីសត្រូវបាទហើយនេះគឺជារបស់ខ្ញុំប្រើទេបាទជាប្រភេទប្រទាលមួយតាន់នេះ2ហ៊ុនកន្លះហើយឈុតនេះគឺប្រទាល3ហ៊ុនបាទប្រទាល3ហ៊ុនជាប្រភេទ
មេវងប្រចាំតំបន់này bàចាំស្រុកវាវែងពោធិ៍សាត់បងប្អូនបាទអញ្ចឹងចំពោះចម្លាក់បងប្អូនចំបានចម្លាក់ដែលសាងពីស្នែងក្របីឃ្លីឬក្របីខ្មៅបាក់ធ្លុះអាចតាក់ទងមកបានស្នែងខ្ញុំប្រហែលបងប្អូនបានស្គាល់ច្បាស់អញ្ចឹងបាទមិនបានគេហៅថាស្នែងបាក់ធ្លុះអានេះគេហៅថាស្នែងឃ្លីបាក់ធ្លុះអញ្ចឹងទៅហើយរបៀបមើលស្នែងបាក់ធ្លុះយ៉ាងម៉េចឲ្យបងប្អូនមើលទៅបាទមើលហើយមើលទៀតរៀនស្គាល់បាទអញ្ចឹងពេលដែលបងប្អូនទិញខ្ញុំឬក៏ទិញគេបងប្អូនសួរទៅបាទស្នែងបាក់ធ្លុះបាទស្នែងបាក់ធ្លុះនោះស្នែងមិនដែរបាទបាក់ធ្លុះយ៉ាងម៉េចមើលស្នែងសិនបាទប្រយ័ត្នគេយកស្នែងខ្ញុំយកទៅបង្ហាញហើយបង្ហាញចម្លាក់ផ្សេងបាទអញ្ចឹងបាទចឹងមានតែប៉ុណ្្នឹងចឹងបងប្អូនចង់បានអាចចូលសារចូល Telegram បាទ call មកបាទអញ្ចឹងសូមអរគុណបងប្អូន